សូមជម្រាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរមកជួបខ្ញុំបានម្ដងទៀតហើយនៅថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបប្រើ skip យកដាវ TTK ហើយខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ 3,300 Subscribe តើកុំឲ្យខានទៅពេលវេលាយូរយើងចូលទៅកាន់វីដេអូយកដាវ TTK ទាំងអស់គ្នាអូខេសម្រាប់ខ្ញុំវិញគឺខ្ញុំបានយកដាវរួចរាល់ចំនួន2ហើយនៅខ្វះតែមួយទៀតទេដោយសារតែលុយខ្ញុំនៅពេលនេះមិនទាន់គ្រប់ចំនួនដើម្បីអាចទិញដាវមួយទៀតបានអញ្ចឹងខ្ញុំសូមទៅរកលុយបន្តិចសិនអូខេឥឡូវនេះគឺខ្ញុំបានរកលុយគ្រប់ចំនួនអស់ហើយអញ្ចឹងគឺខ្ញុំនឹងបើក skip ដើម្បីយកដាវអ្នកទាំងអស់គ្នាពេលទៅចូលទៅក្នុង Telegram របស់ខ្ញុំគឺអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ6 server អ្នកទាំងអស់គ្នា skip 6 server នៅពេលដែលអ្នកទាំងអស់គ្នាចុចហើយវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់នេះដើម្បីឲ្យអ្នកទាំងអស់គ្នាយក key មកដល់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ get key ដែលខ្ញុំបានដាក់សញ្ញាព្រួញដែលមានពណ៌បៃតងហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចទៅលើពាក្យ get key រួចហើយអ្នកទាំងអស់គ្នាគ្រាន់តែថយវាមកចេញពីរូបប្លុកមកដើម្បីយើងចូលទៅក្នុងជ្រោមបន្ទាប់ពីអ្នកទាំងអស់គ្នាថយចេញមកផ្ទៃអេក្រង់របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចុចចូលទៅក្នុងជ្រោមបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែយក link ដែលអ្នកទាំងអស់គ្នាបានចុចកន្លែង get key មិញយកមកដាក់ក្នុងកន្លែង search មកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចលើពាក្យ continue ដែលនៅខាងលើគេមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងប្រអប់4ជ្រុងដែលខ្ញុំបានដាក់សញ្ញាព្រួញបន្ទាប់ពីអ្នកទាំងអស់គ្នាចុចហើយអ្នកទាំងអស់គ្នាចុចទៅលើពាក្យ continue ដែលខ្ញុំបានដាក់សញ្ញាព្រួញមុនហ្នឹងវានឹងលុបពាណិជ្ជកម្មនោះអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញមកវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ continue ហ្នឹងទៅដែលមានពណ៌ទឹកក្រូចដែលខ្ញុំបានដាក់សញ្ញាព្រួញនៅពេលដែលអ្នកទាំងអស់គ្នាចុចហើយវានឹងលុបទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាចុចថយមកវិញវានឹងលុបនាទី cool downបន្ទាប់ពីវា cool down ចប់សូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ continue នឹងម្ដងទៀតបន្ទាប់ពីអ្នកទាំងអស់គ្នាចុចហើយវានឹងនាំអ្នកទាំងអស់គ្នាមកកាន់កន្លែងដែលមានពាក្យ get link អ្នកទាំងអស់គ្នាគ្រាន់តែចុចលើវាទៅវានឹងលុបទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញនោះវានឹងនាំអ្នកទាំងអស់គ្នាមកដល់កន្លែងនេះម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ continue នេះម្ដងទៀតទៅវានឹងលុប cool down ដូចពីមុនបន្ទាប់មកសូមចុចលើពាក្យ continue វានឹងនាំអ្នកទាំងអស់គ្នាមកកាន់ get key ម្ដងទៀតនៅពេលដែលអ្នកទាំងអស់គ្នាចុចលើពាក្យ get key វានឹងលុបទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចលើពាក្យ continue សូមទោសអ្នកទាំងអស់គ្នាក៏ពេលវាមាន cool down នៅខាងក្រោមគឺខ្ញុំភ្លេចអូសមកមើលខាងក្រោមអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចាំ cool down នឹងចប់ទៅនៅពេលដែល cool down ហើយអ្នកទាំងអស់គ្នាគ្រាន់តែអូសមកខាងក្រោមបន្តិចអ្នកទាំងអស់គ្នានឹងឃើញពាក្យ get link អ្នកទាំងអស់គ្នាគ្រាន់តែចុចលើវានោះអ្នកទាំងអស់គ្នានឹងមកដល់កន្លែងយក key បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ click to copy នៅពេលដែលអ្នកទាំងអស់គ្នាចុច copy វារួចហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញយើងចូលទៅកាន់រូបប្លុករបស់យើងបន្ទាប់មកអ្នកទាំងអស់គ្នាចុចចូលទៅកាន់ប្លុក fruitនៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែរើស pirate ឬក៏ marine បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅរក skip 6 server របស់យើង
បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែយក key ដែលអ្នកទាំងអស់គ្នាបាន copy យកមកដាក់ពេលដែលអ្នកដាក់រួចហើយអ្នកទាំងអស់គ្នាជួយតម្លែងពាក្យ submit ដែលវាមានពណ៌ខៀវដែលខ្ញុំបានដាក់សញ្ញាព្រួយសុំទោសមកខ្ញុំដាក់ key ច្រឡំពេលដែលអ្នកទាំងអស់គ្នាបានដាក់ key វារួចហើយវានឹងចេញផ្ទាំងបែបនេះបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ Legendary Sport បន្ទាប់មកវានឹង load server ដែលមានអ្នកលក់ដាវហើយបន្តមកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ server ណាមួយដែលអ្នកទាំងអស់គ្នាចង់ទិញដាវហើយសម្រាប់ឈ្មោះដាវវិញគឺវានៅខាងចុង Legendary Sport ខ្ញុំសូមមើលដាវខ្ញុំសិនខ្ញុំនៅខ្វះដាវអ៊ីគីអូខេអ្នកទាំងអស់គ្នាគឺខ្ញុំនៅខ្វះតែ Orochi មួយទៀតទេគឺខ្ញុំនឹងគ្រប់ដាវ3ហើយអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើ server ណាដែលគេមានលក់ដាវ Orochi មកអូខេនៅពេលដែលអ្នកទាំងអស់គ្នាមកដល់ server ដែលមានគេលក់ដាវដែលអ្នកទាំងអស់គ្នាត្រូវការហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ skip មួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាចុចចូល skip នឹងរួចហើយអ្នកទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាចុចចូលទៅកន្លែងដែលមានរូបដាវបន្ទាប់មកសូមអ្នកទាំងអស់គ្នាអូសតាមខ្ញុំដូចខ្ញុំមកបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយសូមទោសអ្នកទាំងអស់គ្នាមិនមែនកន្លែងមួយនោះទេកន្លែងមួយទៀតអូខេនៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយអូខេខ្ញុំសូមចុចទៅមើលក្នុង item របស់ខ្ញុំសិនអូខេអ្នកទាំងអស់គ្នាខ្ញុំបានទិញបានហើយនេះគឺជាដាវ Orochi អូខេមុននឹងអ្នកទាំងអស់គ្នាអាចធ្វើដាវ TTK បានអ្នកទាំងអស់គ្នាត្រូវ farm level វាបាន300គ្រប់ដាវទាំងអស់សិនអញ្ចឹងខ្ញុំសូមទៅ farm level ហើយនឹងរកលុយឲ្យបាន2លានទៀតដើម្បីទៅធ្វើដាវ TTK អូខេអ្នកទាំងអស់គ្នាគឺខ្ញុំបានរកលុយ2លានរួចរាល់ហើយសម្រាប់ដាវក៏ខ្ញុំរកបានគ្រប់300 mastery ដូចគ្នាអ្នកទាំងអស់គ្នាអាចមើលទៅកន្លែងលុយរបស់ខ្ញុំបានគឺខ្ញុំបានរកគ្រប់ចំនួនហើយអូខេជំហានបន្ទាប់អ្នកទាំងអស់គ្នាត្រូវទៅកប់ផ្សិតកោះមួយហ្នឹងគឺខ្ញុំហៅតែកប់ផ្សិតទេសូមទោសអ្នកទាំងអស់គ្នាផងដែលខ្ញុំមិនបានហៅឈ្មោះវានៅពេលដែលអ្នកទាំងអស់គ្នាហោះមកអ្នកទាំងអស់គ្នាហោះទៅកន្លែងវ៉ាធំអ្នកទាំងអស់គ្នាដែលមានវ៉ាធំវ៉ាមួយហ្នឹងធំជាងគេហើយខ្ពស់ជាងគេទៀតអ្នកទាំងអស់គ្នាហោះទៅខាងចុងវាអ្នកគ្នាទៅខាងចុងវាទៅអ្នកទាំងអស់គ្នានឹងឃើញ NPC មួយនៅហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាមកដល់នេះជា NPC មួយហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ NPC មួយហ្នឹងអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានទិញដាវ TTK បានហើយនេះអ្នកទាំងអស់គ្នាដាវ TTK គឺខ្ញុំទិញបានហើយអូខេអ្នកទាំងអស់គ្នាវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដូចគ្នាខ្ញុំពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលអ្នកទាំងអស់គ្នាបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសូមទោសទៅកាន់អ្នកទាំងអស់គ្នាផងព្រោះដោយសារតែវីដេអូមួយនេះគឺខ្ញុំ record ហើយបាទខ្ញុំបញ្ចូលសលេងតាមក្រោយអញ្ចឹងហើយកន្លែងខ្លះគឺវារឿងរអាក់រអួលបន្តិច
hai muôn những nhiệt ở kia cho tránh xôm nhiệt ở kia cho subscribe đã sinh nhật cần đơn trong ban này mùi phón nó về được trong ban profit on thay nó về cái nhiệt ở kia được ban khơi muốn về không ta nhiệt ở kia cho mơ video trong cái tiếp bằng này